តោះបងប្អូននេះដល់ពេលបងប្អូនណាដល់ពេលដែលយើងគួរទៅបោះសម្អាតក្មេង steel ចេញហើយបងប្អូនណាឃើញពីម្សិលមិញនៅខាងពតភ្នំនៅខាងភ្នំពេញហ្នឹងហើយក្មេង steel មួយក្រុមនាំគ្នាដេញគប់កញ្ចក់ឡានហ្នឹងហើយដូចជាឡានអវតារមួយមិនដឹងជារឿងស្អីទេហ្នឹងយើងមិនតន់នឹងច្បាស់លាស់ទាំងអស់នេះមួយឈូឆតាមគេហ្នឹងណាបំផ្លាញរថយន្តរបស់គេខ្ទេចចឹងតែពេលខ្ទេចចឹងសួរថាអ្នកណាដែលចេញមុខមកសងឡានរបស់គាត់នេះតាមខ្ញុំមើលព័ត៌មានបងប្អូនណាដូចជាម៉ូតូហ្នឹងបុកទៅខាងក្រោយគៀបជាប់ម៉ូតូហើយម្ចាស់ឡានចុះមករកម៉ូតូក៏អ្នកខ្លះគេឆ្លើយថាអត់ឃើញម្ចាស់ឡានទេអត់ឃើញម្ចាស់ម៉ូតូទេណាហើយក៏ម្ចាស់ឡានខឹងក៏ផ្ដួលម៉ូតូតាអញ្ចឹងណាហើយប្រកែកគ្នាទីទួយទៅក៏ឡើងលើឡានទៅវិញអញ្ចឹងណាហើយបងប្អូនឃើញខ្ញុំឃើញបងប្អូនច្រើនណានឹងជាពិសេស steel នឹងបងប្អូនបន្តហ្នឹងឯងនាំទៅគប់កញ្ចក់ឡានវាយកញ្ចក់ឡានគេព្រោះយើងខាត់គេធ្វើត្រូវទៅវាយ៉ាងម៉េចយើងខាត់គេធម្មតាទៅវាយ៉ាងម៉េចយើងមិនមែនជាដែនសមត្ថកិច្ចទេយើងទុកទូនាទីនឹងឲ្យខាងសមត្ថកិច្ចគេជាអ្នកធ្វើការណាបងប្អូនណាកុំអាយបងប្អូនកាត់ក្តីចាប់គេមកវាយចុះប្រទេសថាបងប្អូនចាប់គេវាយគេសម្លាប់ប្រយុទ្ធវិញបងប្អូនសួរថាអ្នកណាអ្នកទទួលខុសត្រូវមកមាត់ប្រទេសជាតិនៅកន្លែងណាបងប្អូនមកមាត់ប្រទេសជាតិនៅកន្លែងណាយើងជា steel យើងត្រូវធ្វើឲ្យវារីកចម្រើននៅក្នុងប្រទេសណាមិនមែនយើងធ្វើមកដើម្បីឲ្យបំផ្លាញប្រទេសយើងខ្លួនឯងនេះទេណាដោយប្រទេសនាគេមើលមកតែគេគួរឲ្យភ័យខ្លាចប្រយុទ្ធមិនឮថាមានអ្នកនៅខាងម៉ាឡេស៊ី2អ្នកទៀតគាត់នៅក្នុងគាត់មិនលេងប្រទេសខ្មែរគាត់ស្រឡាញ់ប្រទេសខ្មែរហើយគាត់ឃើញទាំងមើលនេះគាត់គួរឲ្យខ្លាចទេបងប្អូនណាបើសិនយំមិញបើសិនជាម្ចាស់ឡានចុះឬមួយកំបាញ់ងាប់ហើយប្រហែលជាអាចប៉ះពាល់ដល់អាយុជីវិតទៀតហ្នឹងបងប្អូនចឹងមិនធម្មតាទេចឹងដល់ពេលវេលានេះខ្ញុំគិតថាគួរតែបោះសម្អាតក្មេង steel ក្មេងតំណឹងនេះចេញហើយណាគឺក្មេងបែកស្លុយក្មេងបំផ្លាញមុខមាត់ប្រទេសជាតិណាអសន្នសុខមែនតើបងប្អូនខ្ញុំមានអារម្មណ៍ថារយៈហ្នឹងគឺខ្លាំងណាស់បងប្អូនខ្ញុំនិយាយមែនណាខ្លាំងមែនតើហ្នឹងគឺ steel ណា steel ខ្លះគេជួយប្រទេសជាតិណាគេធ្វើអ្វីៗក៏ដោយដើម្បីមកមាត់ប្រទេសជាតិណាហ្នឹងហើយគេចូលរួមសង្គមគេជួយសង្គមតែ steel មួយចំនួនខ្លះបងប្អូន steel បែកស្លុយគឺបំផ្លាញហ្មងណាបងប្អូនណាអត់មានខ្លាចអញ្ញើច្បាប់សុំអីមិនតិចទេខ្ញុំសុំឲ្យច្បាប់គួរតែបង្កើតច្បាប់ឲ្យខ្លាំងមិនមានច្បាប់ឲ្យដាក់សម្រាប់ក្មេងចំណឹងបែកស្លុយហ្នឹងណាឲ្យធ្ងន់ណាឲ្យមានមេត្រាទីប្រមាណធ្វើទៅបងប្អូនខ្ញុំគាត់ថាល្អបំផុតមានអារម្មណ៍ថាមួយរយៈហ្នឹងគឺក្មេង steel គឺអុកលុកមែនទេណាបងប្អូនហើយម្សិលមិញបងប្អូនដឹងហើយគឺជាថ្ងៃបុណ្យចូលឆ្នាំខ្មែរណាដែលរាជរដ្ឋាភិបាលគាត់បើកឲ្យបងប្អូនយើងជារដ្ឋខ្មែរយើងលេងដើម្បីទទួលទេវតាឆ្នាំថ្មីឲ្យសេរីសួស្តីឆ្នាំថ្មីគឺល្អទាំងអស់គ្នាបងប្អូនណាឲ្យរស់ស៊ីមានបានបើកឲ្យលេងសប្បាយប៉ុន្តែ steel មួយចំនួនបែកស្លុយគឺបំផ្លាញមុខមាត់ប្រទេសជាតិណាបំផ្លាញអញ្ចឹងហើយបើសិនជាបរទេសផ្សេងក៏យកទៅផ្សព្វផ្សាយទៅសួរថាវាល្អមើលប៉ុណ្ណាអញ្ចឹងណាបងប្អូនឆៃមួយទៀតគឺរឿងតុលាការកាត់ទោសកាត់អីនៅខាងតាមដងផ្លូវមិនទាន់នឹងជាសាច់រឿងអីផងនាំគ្នាឈូឆោផ្អើលថាចោលផ្អើលថាបុករេះចេះណាចាប់គេមកឃើញទេវាយគេពេលខ្លះដល់សឹងតែស្លាប់ទៀតតែពេលសួរនាំទៅថាខុសទៀតអត់មិនមែនជាគេជារឿងអីផ្សេងពេលខ្លះយើងមិនមែនជាសមត្ថកិច្ចយើងមិនដឹងទេណាបងប្អូនណាចឹងពេលវេលាខ្ញុំសូមឲ្យបងប្អូនយើងទាំងអស់នេះគួរតែលះបង់ឲ្យចំណុចនឹងចោលណាហើយសូមឲ្យច្បាប់បង្កើតច្បាប់ឲ្យខ្លាំងដើម្បីដាក់ទៅលើក្មេងតំណើងណាព្រោះអីអុកលុកខ្លាំងមកណាមួយរយៈនេះណាសាហាវមែនតើអញ្ចឹងណាមុខមាត់ប្រទេសជាតិយើងគឺអាប់អន់ដោយសារ steel មួយចំនួនដែលជា steel បែកស្លុយណាបងប្អូនណាហ្នឹងហើយសូមតែប៉ុណ្ណឹងខ្ញុំសូមស្នើបើសិនជាមានច្បាប់មេត្រាទីប្រមាណដាក់ឲ្យខ្លាំងមែនតើសອບណាបងប្អូនខ្ញុំនិយាយមែនណាមុខមាត់ប្រទេសជាតិប៉ុណ្ណានេះហើយកំពុងតែយើងមានបញ្ហាព្រំដែនអញ្ចឹងហើយមកធ្វើអញ្ចឹងទៀតណាខ្មែរមិនចេះស្រឡាញ់ខ្មែរមិនចេះលើកតម្កើងប្រទេសជាតិខ្មែរយើងណាជួយឲ្យបរទេសណាគេមិនលើកចឹងមានតែក្មេង steel ក្មេងចំណើខ្ញុំសូមឲ្យច្បាប់ដាក់ឲ្យខ្លាំងដាក់ឲ្យច្បាប់ឲ្យខ្លាំងហ្មងមានទោសមានអីដាក់ទៅបងប្អូនណាមេត្រាទីមិនដាក់ចកឲ្យខ្លាំងណាបងប្អូនណានឹងអរគុណច្រើនបងប្អូនបើសិនជាពាក្យសម្ដីនិយាយខុសឆ្គងសូមអធិស្ឋានផងបងប្អូនដែលខឹងពេកបងប្អូនឃើញវីដេអូមួយហ្នឹងអរគុណច្រើន